អូខេសួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់ Admin ប៉ែទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះ Admin ធ្វើការសម្ដែងនៅសាររឿងរបស់យើងដែលមានចំណងជើងថាអាចារ្យ Kim Reactivate ដែលជាភាពបញ្ចប់នឹងចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តហើយបើចាំនឹងថាសាររឿងរបស់យើងទៅជាងណាតាមដានទស្សនាជាមួយនឹង Admin ប៉ែទាំងអស់គ្នាដូចតទៅតែសាររឿងក៏ចាប់ផ្ដើមនិយាយបន្តពីភាពមុនដែលនៅក្នុងពេលនោះបងសង្ហា Kim របស់យើងនឹងគឺត្រូវបានគេមករោមចិត្តឈឹងហើយពួកគាត់នឹងគ្មានផ្លូវចាក់ចេញពីកន្លែងមួយនឹងបាននោះទេប៉ុន្តែរោមពេលនោះក៏ស្រាប់តែចែកស្អាតសាំងអានឹងបានបង្ហាញខ្លួនចេញមកហើយក៏បានជួយបងសង្ហារបស់យើងជាមួយនឹងលោកមេវិជាការមុខយ៉ាងនឹងតនពេលតនវេលាក្រោយមកពួកគេក៏បាននាំគ្នាបញ្ញាបញ្ញាធ្វើការឡើងឡានសម្រាប់ជិះវាយកូនគោលនឹងបើកចេញពីកន្លែងមួយនឹងយ៉ាងលឿនចំណែកបងឃឹមនៅពេលដែលបើកឡានមួយនឹងចេញមកហើយនឹងគាត់ក៏បានបោះក្របបាយមួយគ្រាប់ដើម្បីបិទផ្លូវមិនឲ្យគេមកតាមគាត់តនោះទេក្រោយមកនៅពេលដែលពួកគេបានចេញមកដល់ខាងក្រៅនឹងពួកគេក៏បានមកជួបជាមួយនឹងខាងសងដែលជាបងសង្ហាដែលជាកេងសម្ងាត់របស់ប្រទេសកូរ៉េខាងជើងហើយគាត់មកនេះគឺចង់មកចាត់ការលោកមេវិជាការមុខយ៉ាងរបស់យើងនឹងឯងគឺដើម្បីសងសឹកឲ្យបងសង្ហាដែលជាបងប្រុសរបស់គាត់ប៉ុន្តែបងឃឹមនឹងគាត់ក៏បានមកឈររារាំងមិនឲ្យបងខាងសងនឹងបាញ់សម្លាប់លោកពូមេវិជាការមុខយ៉ាងនឹងនោះទេហើយបងកេងសម្ងាត់នៅក្នុងពេលនោះគឺឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាបងឃឹមនោះមកការពីអប៉ែនឹងទៅវិញទាំងតែគាត់នឹងក៏ដឹងដែរថាអប៉ែនឹងគឺជាអ្នកធ្វើឲ្យមិត្តសម្លាញ់របស់គាត់ដែលជាដៃគូល្អបំផុតរបស់គាត់នឹងបានស្លាប់បាត់បង់ជីវិតចំណែកបងឃឹមរបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយត្រង់ៗទៅកាន់បងសង្ហាដែលជាកេងសម្ងាត់នឹងថាអុយបុលហេតុដែលខ្ញុំធ្វើបែបនេះគឺដើម្បីការពារកូនស្រីរបស់ខ្ញុំនឹងបងហើយនៅពេលដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងលោកពូដែលជាម្ចាស់ហាងបងអូនហ្នឹងគាត់ក៏បានបើកឡានមកដល់កន្លែងហ្នឹងល្មមពួកគេនៅក្នុងពេលហ្នឹងគឺបាននាំគ្នាបញ្ញាបញ្ញាឡើងលើឡានបោកខោអាវរបស់លោកពូបងអូនយ៉ាងលឿនបន្តមកទៀតហ្នឹងលោកពូបងអូនហ្នឹងគាត់ក៏បានបើកឡានកាត់កន្លែងដែលគេធ្វើការត្រួតពិនិត្យណាហើយនៅពេលដែលគាត់បានបើកឡានមកដល់ភ្លាមហ្នឹងគាត់ក៏បានសួរទៅកាន់អ្នកត្រួតពិនិត្យថាអុយនៅខាងក្នុងឮសូរសំឡេងភុងផាងហ្នឹងស្អីគេបងគេដុតផៅជួយតាមចិត្តមែនអត់ទេបងគេបាញ់គ្នាតែបងអញ្ចឹងខ្ញុំសូមចេញទៅពីកន្លែងហ្នឹងបងយកខ្លាចដាច់ក្លោកនិយាយឲ្យគាត់ក៏បានបើកឡានចេញពីកន្លែងមួយហ្នឹងតែម្ដងក្រោយមកទៀតហ្នឹងនៅពេលដែលគាត់បានមកដល់ខាងក្រៅហ្នឹងក៏បានឃើញថាលោកមេវិជាការរីអ៊ឹងហ្នឹងគឺមានរបួសអញ្ចឹងហើយបងឃឹមគាត់ក៏បានបញ្ញាធ្វើការបញ្ជូនលោកមេវិជាការម្នាក់ហ្នឹងទៅកាន់មេវិជាការដែលនៅពីក្រោយខ្នងរឿងហ្នឹងម្នាក់ទៀតហើយលោកពូបងអូននៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់បងឃឹមជាមួយនឹងចៅស្អាតថានៅពេលដែលគាត់ចេញមកគឺគាត់បានឃើញបងកម្មាប់ជាមួយនឹងបងហាន់ស៊ូហ្នឹងបានជិះឡានទៅជាមួយលោកប្រធានជូស្ញញហើយនៅក្នុងពេលហ្នឹងទូរស័ព្ទរបស់បងឃឹមយើងហ្នឹងគឺមានគេខលចូលមកហើយគ្រាន់តែបងឃឹមរបស់យើងគាត់បានលើកទូរស័ព្ទភ្លាមហ្នឹងគាត់ក៏បានដឹងថាអ្នកទទេមកហ្នឹងគឺជាបងហាន់ស៊ូហ្នឹងឯងហើយបងហាន់ស៊ូនៅក្នុងពេលហ្នឹងក៏បាននិយាយទៅកាន់បងឃឹមថាអូយអាឃីមអើយឯងបើជួយជាមួយនឹងអាជូស្ញញវិញមកបើមិនចឹងទេហ្នឹងគេកាត់ផ្លោកកូនអញហីអូយមិនមានតែកូនអញទេទៅបែរនំប៉ាវកូនអាកបាត់មកក៏គេចាក់ដែរបងឃឹមនៅពេលដែលលឺសូរបែបហ្នឹងគាត់ក៏បានបញ្ញាចុះពីឡានដើម្បីទៅរកលោកប្រធានជូស្ញញតែម្ដងហើយអ្នកដែលចាប់ខ្លួនកូនប្រុសនិងកូនស្រីរបស់បងហាន់ស៊ូជាមួយនឹងបងកម្មាប់ហ្នឹងគឺជាអប៉ែលេខាមុខយ៉ាប់ហ្នឹងឯងហើយក្រោយមកបងឃឹមក៏បានមកដល់កន្លែងទីតាំងដែលពួកគេបានណាត់ជួបគ្នាហើយគ្រាន់តែមកដល់ព្រាមហ្នឹងគាត់ក៏បានដើរចូលមកដល់ខាងក្នុងនៅក្នុងពេលហ្នឹងគាត់ក៏បានជួបជាមួយនឹងបងហាន់ស៊ូជាមួយនឹងបងកម្មាប់របស់យើងហើយប៉ុន្តែមកជួបហ្នឹងគឺមិនមែនជួបធម្មតាទេអ្នកទាំងអស់គ្នាដោយសារតែបងហាន់ស៊ូជាមួយនឹងបងផាក់ជីនសុនរបស់យើងហ្នឹងគឺត្រូវបានគេចាប់ដាក់ក្នុងទ្រុងហើយមិនតែប៉ុណ្ណោះហ្នឹងកូនរបស់ពួកគេហ្នឹងក៏ត្រូវបានគេចាប់ដាក់ទ្រុងដូចគ្នាហើយលោកប្រធានជូស្ញញនៅក្នុងពេលហ្នឹងក៏បានបញ្ជាឲ្យបងឃឹមរបស់យើងចូលទៅក្នុងទ្រុងដៃទៅក្រោយមកគេក៏បានឲ្យបងហាន់ស៊ូជាមួយនឹងបងកម្មាប់របស់យើងហ្នឹងសម្រាប់បងឃឹមចោលបើសិនជាគេយល់ព្រមធ្វើការសម្រាប់បងឃឹមចោលហ្នឹងគេនឹងដោះលែងកូនរបស់ពួកគេចេញវិញចំណែកបងឃឹមរបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានសុំទោសទៅកាន់មិត្តភ័ក្តិរបស់គាត់ដែលបានធ្វើឲ្យមិត្តភ័ក្តិរបស់គាត់ហ្នឹងមកអញ្ញាញ៉ៃជាមួយនឹងជីវិតរបស់គាត់ដែរដោយគាត់បាននិយាយថាអើយឯងសុំទោសពួកឯងពួកអាពីរនេះឲ្យពួកឯងមកវេទនាជាមួយឯងប៉ុន្តែឯងសន្យាមួយពួកឯងបើសិនជាពួកយើងបានចេញទៅខាងក្រៅវិញហ្នឹងអាចនឹងដល់បាយទៅស៊ី buffet នៅមាត់ទន្លេម្នាក់$8កន្លះតែពួកឯងចេញលុយខ្លួនឯងហើយបងហាន់ស៊ូជាមួយនឹងបងផាក់ជីនសុនរបស់យើងនៅក្នុងពេលហ្នឹងគឺគាត់មិនអាចធ្វើការសម្លាប់បងឃឹមបាននោះទេលក្ខណៈថាមិត្តល្អជាមួយគ្នាអញ្ចឹងណាបើអញ្ចឹងហើយគាត់មិនអាចសម្លាប់មិត្តល្អបាននោះឡើយប្រធានជូនៅពេលដែលឃើញបែបហ្នឹងគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ហ្នឹងចាត់ការកូនរបស់បងផាក់ជីនសុនជាមួយនឹងបងហាន់ស៊ូចោលទៅហើយបែកលេខាមកយ៉ាងនៅក្នុងពេលហ្នឹងក៏បានធ្វើការបាញ់កំភ្លើងមួយគ្រាប់ផាំងលក្ខណៈថាបាញ់ប្រឆិតកូនរបស់ពួកគេណាធ្វើឲ្យអ្នកទាំងពីរហ្នឹងខឹងខ្លាំងមែនទែនតែអ្នកទាំងពីរហ្នឹងនៅតែមិនសម្លាប់បងឃឹមដដែលហ្នឹងបងឃឹមនៅពេលដែលឃើញស្ថានភាពវាតឹងតែងខ្លាំងពេកហ្នឹងគាត់ក៏បានធ្វើការវាយបងកម្មាប់ជាមួយនឹងបងហាន់ស៊ូតែម្ដងហើយក៏បានប្រាប់ទៅកាន់អ្នកទាំងពីរថាពួកឯងបើមិនវាយអញទេកូនរបស់ពួកឯងប្រកាសជាគេធ្វើបាបហើយអញ្ចឹងមិនបាច់ខ្វល់ពីជីវិតអញឡើយសម្រាប់អញចោលទៅសម្លាញ់ហើយចំណែកលោកប្រធានជូនៅក្នុងពេលហ្នឹងក្តៅក្រហាយខ្លាំងមែនទែនដោយសារតែពួកគេមិនព្រមវាយគ្នាមែនទែនហើយក៏បានទីកំភ្លើងយកមកភ្ជុងកូនរបស់ពួកគេហើយនិយាយថាបើអញទុកពេលវេលាឯង5នាទីបើ5នាទីក្រោយមិនវាយគ្នាទេអញបាច់ពួកវាសម្លាប់ចោលហើយប្រាប់ឲ្យដឹងហើយបងហាន់ស៊ូជាមួយនឹងបងកម្មាប់របស់យើងនៅក្នុងពេលហ្នឹងគឺអស់ផ្លូវហើយពួកគេក៏បានធ្វើការវាយបងឃឹមរបស់យើងតែម្ដងចំណែកបងឃឹមមិនព្រមតដៃទៅកាន់អ្នកទាំងពីរវិញនោះទេដោយគាត់ហ្នឹងសុកចិត្តឲ្យពួកគេវាយធ្វើបាបគាត់អីចឹងណាហើយបងឃឹមរបស់យើងនៅក្នុងពេលហ្នឹងមើលទៅសភាពរបស់គាត់ហ្នឹងគឺពិតជាគួរឲ្យអាណិតខ្លាំងមែនទែនហើយនៅក្នុងពេលហ្នឹងបងឃឹមរបស់យើងគាត់ក៏បាននិយាយពាក្យចុងក្រោយទៅកាន់អ្នកទាំងពីរថាអូយមិនពេលដែលអញស្លាប់ទៅ friend ក៏ភ្លេចមើលថែកូនស្រីរបស់អញផងចំណែកប្រធានជូនៅក្នុងពេលហ្នឹងគេពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយនៅក្នុងពេលហ្នឹងគេក៏បានមកខ្សឹបបងឃឹមរបស់យើងថាបាច់ភ័យទេកូនស្រីរបស់អញប្រកាសជានឹកឯងហើយចំណែកបងឃឹមរបស់យើងនៅពេលដែលឃើញអាការល្អហ្នឹងគាត់ក៏បានលូកដៃរបស់គាត់ចាប់កអាវប៉ែម្នាក់ហ្នឹងតែម្ដងធ្វើឲ្យលោកប្រធានជូហ្នឹងរើមិនរួចនោះទេចំណែកបងផាក់ជីនសុនជាមួយនឹងបងហាន់ស៊ូរបស់យើងហ្នឹងគាត់ក៏បានធ្វើការហក់ធាក់អាទ្វារដៃមកជើងផាំងហើយក្រោយមកទៀតហ្នឹងបងកម្មាប់ជាមួយនឹងបងសង្ហារបស់យើងហ្នឹងក៏បានបញ្ញាហក់ទៅវាយអាប៉ែលេខាងតែម្ដងហើយគ្រប់យ៉ាងហ្នឹងវាគឺជាផែនការរបស់បងឃឹមយើងនឹងឯងដោយបងឃឹមហ្នឹងយល់ព្រមឲ្យគ្នារបស់គាត់វាយប្រមាណជើងប្រមាណដៃទៅវាយត្រូវតែកន្លែងដែរអញ្ចឹងណាក៏ធ្វើឲ្យអាទ្វារដៃនេះវាអង្គើជិតលបើកមកហើយទីបំផុតហ្នឹងគឺដូចជា
ជាអ្វីដែលគាត់គិតអញ្ចឹងបាទទ្វារដែរហ្នឹងវាមិនមមប្រមាណនោះទេហើយបងកម្មាជាមួយនឹងបងហាន់ស៊ូរបស់យើងហ្នឹងក៏បានទៅជួយកូនកូនរបស់គាត់យ៉ាងផិតភ័យហើយក៏បាននិយាយទៅកូនកូនរបស់ពួកគេថាមិនបាច់ភ័យទេប៉ាមកជួយហើយក្រោយមកហ្នឹងបងកម្មាក៏បានមកសួរបងឃីមរបស់យើងថាអូយបាច់ឃីមឈឺអីពួកបាតាឯងមើលសភាពអញឈឺឯងមើលអាបកាញ់ព្រោះឯងនឹងចិត្តកមិនសួរអញឈឺអត់ហើយក្រោយមកទៀតហ្នឹងពួកគេក៏បានមកនិយាយជាមួយលោកប្រធានជូថាបាច់ភ័យទេអូនហើយចាំមើលអញយកទៅកាប់អូតូម៉ាទិកបួលប្លោកឯងតើគេកងដូចជាផ្លែស្វាតចាទៅក្រោយមកទៀតហ្នឹងបងឃីមជាមួយនឹងបងសង្ហារបស់យើងហ្នឹងក៏បាននាំគ្នាចាក់ចេញមកដល់ខាងក្រៅហើយបងឃីមគាត់ក៏បានបញ្ញាទៅធ្វើការងាររបស់គាត់បន្តទៀតហើយចំណែកបងហាន់ស៊ូជាមួយនឹងបងកម្មារបស់យើងហ្នឹងគេក៏បាននាំកូនរបស់គេហ្នឹងមកជួបជាមួយនឹងប្រពន្ធរបស់គេហើយបងកម្មារបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថាអូយឯងជួយមើលថែកូនពីរថ្ងៃបានអត់បងចង់ទៅជួយអាឃីមធ្វើការងារចាស្អាតដល់ពេលលឺសូរបែបហ្នឹងគាត់ពិតជាខឹងខ្លាំងមែនទែនគាត់ក៏បាននិយាយថាអូយស្អីគេអាឃីមទៀតហ៎អូយម្ដងណាលឺទៅជួយអាឃីមរហូតចឹងប៉ុន្តែបងកម្មាគាត់ក៏បាននិយាយថាគាត់ត្រូវទៅជួយមិត្តសម្លាញ់របស់គាត់ដោយសារតែវាគឺជាភារកិច្ចចុងក្រោយរបស់គេហើយបើសិនជាគេធ្វើសម្លាញ់ហ្នឹងគេនឹងលេងញញ៉ៃទៀតហើយជីវិតរបស់គេនឹងត្រឡប់មកមានភាពរីករាយដូចជាកាលពីមុនវិញម្ដងទៀតហើយភរិយារបស់បងកម្មារបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានចិត្តត្រជាក់ត្រឡប់មកវិញហើយក៏បានយកព្រមឲ្យបងផាក់ជីនសុនរបស់យើងហ្នឹងទៅជួយមិត្តសម្លាញ់របស់គាត់ដែរហើយមកនិយាយអំពីពួកមេដែលកំពុងតែប្រជុំម្នេះវិញការប្រជុំនៅក្នុងពេលហ្នឹងគឺបានបញ្ចប់ទៅហើយលោកប្រធានខាងកូរ៉េខាងត្បូងហ្នឹងគេក៏បានអញ្ជើញអ្នកតំណាងកូរ៉េខាងជើងហ្នឹងមកពិភាក្សាគ្នាដែលនៅក្នុងពេលហ្នឹងអ្នកតំណាងមកពីប្រទេសកូរ៉េខាងត្បូងហ្នឹងគាត់ក៏បាននិយាយថារឿងរ៉ាវការប្រយុទ្ធមិញហ្នឹងវាហួសដែនកំណត់ហើយខាងកូរ៉េខាងត្បូងហ្នឹងគេមិនទទួលខុសត្រូវចំពោះរឿងដែលបានកាត់ឡើងទាំងអស់ហ្នឹងនោះឡើយក្រោយមកអបិមេវិជាការមកពីប្រទេសកូរ៉េខាងជើងហ្នឹងគេក៏បានប្រាប់កូនចៅរបស់គេថាឯងឆាប់តរីការប្រាប់ទៅខាងថ្នាក់លើទៅថាមេវិជាការរីអ៊ឹងជាមួយនឹងបងឃីមយើងហ្នឹងគឺបានចាត់ការចោលអស់ហើយគឺកុហកថ្នាក់លើអញ្ចឹងណាអ្នកទាំងអស់គ្នាដើម្បីឲ្យខ្លួនឯងហ្នឹងមិនត្រូវបានគេបណ្តេញចេញហើយនឹងដាក់ទោសហើយមកនិយាយពីលោកប្រធានជួរនេះវិញគាត់ក៏ត្រូវបានគេវាយលង្ទក់សាច់មិនតែប៉ុណ្ណោះហ្នឹងក៏បានយកមកចងព្យួរនៅកន្លែងអាគារដ៏ខ្ពស់មួយទៀតផងឲ្យសាលារឯងហើយចំណែកលោកមេវិជាការរីអ៊ឹងនេះវិញនៅក្នុងពេលហ្នឹងគេកំពុងតែព្យាយាមសួរចម្លើយគាត់ហើយតែលោកមេវិជាការរីអ៊ឹងនៅក្នុងពេលហ្នឹងគាត់ក៏បានប្រាប់ពីទីតាំងដែលគេដំឡើងអាវុធសម្រាប់ធ្វើការបាញ់ទៀតផងហើយមិនតែប៉ុណ្ណោះហ្នឹងក៏ប្រាប់ពីរយៈចម្ងាយនៃការបាញ់គ្រាប់មីស៊ីលទាំងអស់ហ្នឹងទៀតក្រោយមកនៅពេលដែលគេបានសួរចម្លើយហើយហ្នឹងបងឃីមគាត់ក៏បានលួចចូលទៅជួយអបិម្នាក់ហ្នឹងចេញមកហើយមិនតែប៉ុណ្ណោះបងឃីមគាត់ក៏បានបញ្ជូនអបិមេវិជាការរីអ៊ឹងហ្នឹងឲ្យទៅអបិកិញសម្ងាត់ដែលមកពីប្រទេសកូរ៉េខាងជើងនឹងទៀតផងហើយចំណែកមេវិជាការនៅក្នុងពេលហ្នឹងក៏ត្រូវបានកូនចៅរបស់គាត់មករាយការណ៍ថាលោកមេវិជាការរីអ៊ឹងហ្នឹងគឺបាត់ខ្លួនហើយមើលទៅគាត់ហ្នឹងបែរជាមិនខ្វល់អីសំបីតែបន្តិចហើយមូលហេតុហ្នឹងគឺដោយសារតែគាត់បាននៅឯកសារសម្ងាត់ទាំងអស់ហ្នឹងហើយហ្នឹងអញ្ចឹងគាត់លេងខ្វល់ហើយចង់ងាប់ឬរួចអីទៀតក៏លេងខ្វល់ដែរហើយចំណែកលោកប្រធានរីអ៊ឹងនៅក្នុងពេលនេះហ្នឹងគឺត្រូវបងកិញសម្ងាត់ហ្នឹងយកមកប្រឡែងចោលនៅកន្លែងមាត់សមុទ្រនៅក្នុងប្រទេសកូរ៉េខាងជើងហើយចំណែកបងឃីមរបស់យើងនៅក្នុងពេលនេះហ្នឹងគាត់ក៏បានទេទូរស័ព្ទទៅកាន់លោកពូចំណាស់ម្នាក់ដែលលោកពូចំណាស់ម្នាក់ហ្នឹងគឺជាលោកគ្រូរបស់បងឃីមយើងនឹងឯងដល់នៅក្នុងពេលហ្នឹងគាត់ក៏បានសុំឲ្យលោកគ្រូរបស់គាត់ហ្នឹងធ្វើការកំទេចក្រុមហ៊ុនរបស់លោកប្រធានជូចោលទៅហើយលោកពូម្នាក់ហ្នឹងគឺពិតជាមានអំណាចខ្លាំងមែនទែនដោយព្រឹកស្អែកឡើងហ្នឹងក្រុមហ៊ុនរបស់លោកប្រធានជូហ្នឹងគឺត្រូវបានពួកប៉ូលីសមករុំព័ទ្ធចិត្តឈឹងហើយគឺដើម្បីសុំមកឆែកនិងត្រួតពិនិត្យនៅឯកសារផ្សេងហើយពួកប៉ូលីសនៅក្នុងពេលហ្នឹងក៏បានរកឃើញថាក្រុមហ៊ុនរបស់លោកប្រធានជូហ្នឹងគឺបានរកស៊ីបោកប្រាស់ហើយនឹងធ្វើការសោកប៉ាន់ពួកអ្នកមានអំណាចយ៉ាងច្រើនណាស់ហើយចំណែករឿងរ៉ាវដែលហាយ៉ារីបានធ្វើបាបមីនជីហ្នឹងក៏ត្រូវបានគេយកមកបង្ហោះជាសាធារណៈទៀតផងធ្វើឲ្យហាយ៉ារីដែលកំពុងតែរត់ពួននៅក្នុងប្រទេសថៃហ្នឹងត្រូវបានពួកប៉ូលីសចាប់ខ្លួនព្រោះអារឿងណាអាក្រក់ប្រទេសថៃហ្នឹងមានមុខរហូតមកជាប់ top 1អាប្រទេស KDMV ហ្នឹងហើយចំណែកបងឃីមដែលកំពុងតែធ្វើដំណើរចេញពីមន្ទីរពេទ្យមកហ្នឹងក៏ត្រូវបានអបិថ្មិញមាសហ្នឹងមកធ្វើបាបគាត់ទៀតផងអាចជាក្រៃអញពណ៌ជឿមកវាយអញទៀតអាប្រកាញ់ក្រោយមកបងឃីមគាត់ក៏បានមកជួបជាមួយនឹងលោកមេវិជាការធំគឺដើម្បីមកសុំនៅពាក្យសន្យាដែលគាត់បានសន្យាថានឹងឲ្យជីវិតថ្មីទៅកាន់បងឃីមជាមួយនឹងកូនរបស់គាត់ហើយពេលព្រឹកស្អែកឡើងហ្នឹងខាងសារព័ត៌មានហ្នឹងគេក៏បានចាក់ផ្សាយថាបងឃីមរបស់យើងហ្នឹងបានស្លាប់បាត់បង់ជីវិតហើយខាងពួកប្រទេសកូរ៉េខាងជើងហ្នឹងគេក៏បានដំណឹងមួយហ្នឹងដែរហើយមកនិយាយអំពីចៅស្អាតមានជីរបស់យើងនេះវិញនៅក្នុងពេលហ្នឹងគាត់ក៏បានមកកន្លែងដាក់ធាតុរបស់លោកប៉ាគាត់ហើយតាមពិតទៅហ្នឹងបងឃីមរបស់យើងហ្នឹងគាត់មិនទាន់ស្លាប់ទេគ្រប់យ៉ាងហ្នឹងគឺគេធ្វើជាការសម្ដែងល្ខោនដើម្បីបន្លំភ្នែកអ្នកផ្សេងតែប៉ុណ្ណោះគឺដើម្បីឲ្យបងឃីមជាមួយនឹងមានជីហ្នឹងបានត្រឡប់ទៅមានជីវិតថ្មីមួយទៀតហើយនៅពេលដែលមានជីកំពុងតែសេតហ្នឹងបងឃីមគាត់ក៏បានបង្ហាញខ្លួនចេញមកហើយក៏បាននិយាយទៅកាន់កូនស្រីរបស់គាត់ថាប៉ាត្រឡប់មករកកូនវិញហើយបាច់យំបែបបែបឯងកូនស្អែកប៉ាទៅទីតាមពីបាត់ដបមកឲ្យកូនស៊ីអីមានជីនៅពេលដែលលឺសូលោកប៉ារបស់នាងនិយាយបែបហ្នឹងនាងពិតជាសប្បាយចិត្តខ្លាំងមែនទែននាងក៏បានបញ្ញាប់ស្ទុះទៅឲ្យលោកប៉ារបស់នាងតែម្ដងក្រោយមកទៀតអ្នកទាំងពីរហ្នឹងក៏បាននាំគ្នាដើរមកតាមផ្លូវនិយាយគ្នាថាពួកយើងត្រូវតែផ្លាស់ប្ដូរឈ្មោះថ្មីហើយនឹងប្ដូរកន្លែងរស់នៅទៀតផងតែមានជីហ្នឹងគាត់មិនព្រមនោះទេដោយសារតែគាត់ហ្នឹងមិនចង់ផ្លាស់ប្ដូរឈ្មោះនោះឡើយក៏ព្រោះតែឈ្មោះរបស់គាត់ហ្នឹងត្រូវអ្នកម៉ែរបស់គាត់ហ្នឹងគឺជាអ្នកដាក់ឲ្យក្រោយមកទៀតហ្នឹងលោកប្រធានគីងគក់ហ្នឹងក៏បានហៅអ្នកទាំងពីរហ្នឹងមកជួបដោយលោកប្រធានគីងគក់ហ្នឹងបានរៀបចំនៅឯកសារមួយចំនួនឲ្យពួកគេរស់នៅជីវិតថ្មីមួយទៀតហើយបងឃីមរបស់យើងនៅក្នុងពេលហ្នឹងគាត់ក៏បានអរគុណលោកប្រធានគីងគក់ដែរចំណែកលោកប្រធានគីងគក់នៅក្នុងពេលហ្នឹងគាត់ក៏បានឲ្យកាដូទៅកាន់ចៅស្អាតមានជីរបស់យើងទៀតផងកាដូរបស់លោកប្រធានគីងគក់ហ្នឹងគឺជាតាគៀបសក់មានរូបបេះដូងហ្នឹងឯងចំណែកលោកពូបោកអូនហ្នឹងគាត់ក៏បានឲ្យកៅអៅមួយឈុតហ្នឹងទៅកាន់បងឃីមរបស់យើងទៀតផងគឺដើម្បីធ្វើជាកាដូជូនទៅដល់
បងឃីមណាហើយក្រៅមកទៀតចែកសាសាំងអាហ្នឹងក៏បាននាំមីនជីហ្នឹងទៅកាន់កន្លែងសាលារៀនគឺដើម្បីឲ្យមីនជីហ្នឹងផ្លាស់ប្ដូរសាលាទៅកន្លែងសាលាផ្សេងណារួចលាឈប់ពីសាលាមួយហ្នឹងហើយមីនជីនៅក្នុងពេលហ្នឹងក៏បានជួបជាមួយនឹងណាំហ៊ុនដែលណាំហ៊ុនហ្នឹងមីនជីក៏ធ្លាប់លួចស្រឡាញ់កាលពីមុនមកណាក្រោយមកអ្នកទាំងពីរក៏បានមកអង្គុយនិយាយគ្នារួចណាំហ៊ុននៅក្នុងពេលហ្នឹងគាត់ក៏បានសុំទោសទៅកាន់មីនជីអំពីរឿងមីសេដែលគេបានផ្ញើទៅកាន់មីនជីកាលពីមុនណារួចប្រាប់ទៅកាន់មីនជីថាតាមពិតទៅហ្នឹងមីសេទាំងអស់ហ្នឹងមិនមែនគាត់ជាអ្នកផ្ញើទេដោយអាពួកជើងកាងហ្នឹងគឺជាអ្នកផ្ញើទៅតែប៉ុណ្ណោះហើយមីនជីគាត់ក៏បាននិយាយថាមិនបាច់បារម្ភទេបងខ្ញុំបានខឹងមកឯងណាហើយណាំហ៊ុននៅក្នុងពេលហ្នឹងគាត់ក៏បានសុំលេខទូរស័ព្ទរបស់មីនជីប៉ុន្តែមីនជីហ្នឹងគាត់មិនប្រាប់នោះទេដោយគាត់បាននិយាយថាគាត់ឈប់ស្រឡាញ់អាប៉ែណាំហ៊ុនហ្នឹងហើយអូយឥឡូវទៅបើស្រឡាញ់អេដមីនប៉ែតម្ដងធុយបុកដូចឆ្កែយ៉ាងឲ្យគេស្រឡាញ់ក្រោយមកទៀតហ្នឹងមានជីជាមួយនឹងបងឃីមហ្នឹងគាត់ក៏បាននាំគ្នាធ្វើដំណើរទៅកាន់ផ្ទះថ្មីហើយដោយមានបងកំាប់ជាមួយនឹងបងហាន់ស៊ូហ្នឹងគឺជាអ្នកជួយដឹកអីវ៉ារបស់ពួកគេមកហើយនៅពេលដែលពួកគេបានដឹកអីវ៉ាន់ទៅដាក់ផ្ទះថ្មីរបស់ចៅស្អាតមានជីហើយហ្នឹងពួកគេទាំងអស់គ្នាក៏បានមកញ៉ាំអាហារប៊ូហ្វេដូចជាអេដមីនប៉ែតបាននិយាយចឹងឯងក្រោយមកទៀតជីវិតបងឃីមជាមួយនឹងមានជីហ្នឹងគឺបានត្រឡប់មកមានសេរីភាពនិងមានភាពសប្បាយរីករាយដូចជាកាលពីមុនវិញទៀតហើយបើចំណែកបងកំាប់របស់យើងហ្នឹងគឺត្រឡប់ទៅធ្វើជាអ្នកជួយធ្វើចរាចរណ៍ទៅកាន់សិស្សសាលាដូចជាកាលពីមុនអញ្ចឹងហើយចំណែកបងហាន់ស៊ូហ្នឹងគាត់ក៏បានត្រឡប់មកធ្វើជាគ្រូបង្រៀនតៃក្វាន់ដូដូចជាកាលពីមុនអញ្ចឹងហើយចំណែកចៅសាសាំងអាហ្នឹងតែងតែមកជួបជាមួយនឹងចៅស្អាតមានជីរបស់យើងចំណេញលក្ខណៈថាមួយអាទិត្យហ្នឹងមកជួបគេម្ដងអីចឹងណាហើយចំណែកបងឃីមរបស់យើងនៅក្នុងពេលហ្នឹងគឺគាត់បានផ្លាស់ប្ដូរមុខរបរថ្មីហើយដែលគាត់បានមកធ្វើជាប្រធានក្រុមហ៊ុននៅកន្លែងមួយប៉ុន្តែនៅក្នុងពេលហ្នឹងគាត់ក៏បានជួបជាមួយនឹងបុរសម្នាក់ហើយមើលទៅគាត់ហ្នឹងចម្លែកខ្លាំងមែនទែនហើយមើលកន្លានដូចជាប្រុងវ័យគ្នាមិនដឹងទេប៉ុន្តែនៅក្នុងពេលហ្នឹងសាច់រឿងរបស់យើងគឺចាប់យ៉ាងរាក់កផែត្រឹមតែប៉ុណ្្នឹងឯងហើយវ័យគ្នាសិនបងចាំចប់ហើយមុនពេលដែលបញ្ចប់សាច់រឿងយើងទៅហ្នឹងអេដមីនក៏សូមអរគុណទៅដល់កំពូល sponsor ចិត្តល្អរបស់យើងជាមុនសិនដែលបងស្អាតរបស់យើងនៅក្នុងថ្ងៃនេះហ្នឹងគឺគាត់មានឈ្មោះថាស៊ូសូភាហើយឈ្មោះព្រោះហើយចិត្តល្អទៀតផងដែលគាត់បានធ្វើការឧបត្ថម្ភដល់ admin ប៉ែនហ្នឹងចំនួន$3ហើយខ្ញុំបាទក៏សូមជូនពរឲ្យបងទាំងក្រុមគ្រួសារសុខសប្បាយទាំងអស់គ្នាហើយរលួយបានច្រើនហើយមួយរយៈនេះអាកាសធាតុវាប្រែប្រួលអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែងសុខភាពទាំងអស់គ្នាហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានវីដេអូរបស់ admin តាំងពីដើមរហូតដល់ចប់ហើយក៏សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ដែលលើសលួសដោយប្រការណាមួយមិនសមរម្យក៏សូមពុកម៉ែបងប្អូនមេត្តាអធិស្ឋានដល់ admin ប៉ែនផងហើយបើចូលចិត្តកុំភ្លេចចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូសាមកហេបន្តទៀត